ហិណ្ឌូដែលត្រូវបានបំភ្លេចចោលនៃព្រះរាជាណាចក្រចម្ប៉ាមានតែនៅលេខក្រោយលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099 639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ជនជាតិចាមហិណ្ឌូនៃប្រទេសវៀតណាមគឺជាប្រជាជនដែលស្ទើរតែត្រូវបានបំភ្លេចចោលដែលជាសំណល់នៃរាជវង្សចាមបានស៊ូទ្រាំនៅក្នុងតំបន់ឥឡូវនេះត្រូវបានគេស្គាល់ថាជាប្រទេសវៀតណាមកណ្ដាលចាប់ពីសតវត្សទី7ដល់ទី19ប៉ុន្តែពួកគេមានកម្លាំង60,000 នាក់ហើយពួកគេបានរក្សាប្រពៃណីរបស់ពួកគេឲ្យនៅគង់វង្សអស់ជាច្រើនសតវត្សមកហើយឆ្ងាយពីច្រាំងសមុទ្រនៃប្រទេសឥណ្ឌាអ្នកសាងសង់ទីក្រុងដែលមានឈ្មោះថា Indrapura, Simhapura, Amaravati, Vijaya និង Phaneranga ប្រជាជនហិណ្ឌូទាំងនេះនិងវប្បធម៌របស់ពួកគេបន្តរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះនៅពេលដែលយើងនិយាយអំពីជនជាតិចម្ប៉ាវាមិនមែនជាដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រទេយើងកំពុងនិយាយអំពីវប្បធម៌រស់នៅដែលមានឫសគល់ពីរាប់ពាន់ឆ្នាំអត្ថបទប្រវត្តិសាស្ត្រខណៈបច្ចុប្បន្នជនជាតិចាមគឺជាជនជាតិហិណ្ឌូតែមួយគត់ដែលនៅរស់រានមានជីវិតរបស់ប្រទេសវៀតណាមប្រជាជាតិនេះធ្លាប់បានរក្សាទុកនូវវប្បធម៌ហិណ្ឌូដ៏ប្រណិតនិងរស់រវើកបំផុតរបស់ពិភពលោកមួយចំនួនតាមការពិតតំបន់ទាំងមូលនៃអាស៊ីអាគ្នេយ៍គឺជាជម្រករបស់រាជាណាចក្រហិណ្ឌូជាច្រើនប្រាសាទនិងវត្ថុបុរាណដ៏អស្ចារ្យជាច្រើនចាប់ពីប្រាសាទអង្គរវត្តរហូតដល់ប្រាសាទនៅតែជាសក្ខីភាពដ៏ខ្លាំងក្លាចំពោះភាពរុងរឿងនិងស្នាដៃរបស់ពួកគេសំណង់ដ៏ធំទាំងនេះនៅតែស្ថិតនៅដដែលបើទោះជាសង្គមជុំវិញពួកគេលែងគោរពបូជានៅទីនោះឬអនុវត្តទំនៀមទម្លាប់ដែលបាត់បង់ក៏ដោយលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099 639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ចម្ប៉ាគឺជាអាណាចក្រហិណ្ឌូដ៏មានញឹកដែលល្បីល្បាញដោយសារទ្រព្យសម្បត្តិដ៏មហិមានិងវប្បធម៌ទំនើបកំពុងផែសំខាន់របស់វាគឺ Kathiawara ជិត2,000 ឆ្នាំមុន Claudius Ptolemy បានសរសេរអំពី Kathiawara ហើយបានគូសវាសនៅលើផែនទីរបស់គាត់អំពីពិភពលោកអាហារូបករណ៍ទំនើបបានបញ្ជាក់ពី Kathiawara ថាជាអ្នកនាំមុខនៃទីក្រុង Saigon ទីក្រុងហូជីមិញសម័យទំនើបតាមពិតទៅ Kathiawara គឺជាកំពង់ផែដ៏សំខាន់នៅមាត់ទន្លេមេគង្គដែលជាឈ្មោះមកពីមេណាមហ្វងដែលជា Mother Water Ganga Swaminathan អ្នកនិពន្ធប្លក់មួយឈ្មោះថា Ancient Sanskrit Inscriptions in Strange Places បានសរសេរថាស្ដេចចាមដំបូងដែលប្រវត្តិសាស្ត្រស្គាល់គឺ Srimarayan ដែលត្រូវបានកំណត់ថាជាអ្នកគ្រប់គ្រងតាមីលការពិតដែលថាស្ដេច Phanian គ្រប់គ្រងប្រទេសវៀតណាមត្រូវបានខកខានដោយអ្នកប្រវត្តិសាស្ត្រជាច្រើនបកប្រែជាភាសាតាមីលវាគឺជា Ferumarayan ស្ដេច Phanianជាច្រើនតាមឈ្មោះទាំងនេះត្រូវបាននិយាយនៅក្នុងសិលាចារឹកនិងអក្សរសិល្ប៍តាមីលសាមកម្មសិលាចារឹកសំស្ក្រឹតចំណាស់ជាងគេបំផុតដែលរកឃើញនៅប្រទេសវៀតណាមនិយាយពីឈ្មោះស្រីម៉ារ៉ាសិលាចារឹកនេះត្រូវបានគេស្គាល់ថាជាសិលាចារឹកវូកេញស្ដេចចម្ប៉ាសម័យដើមមួយទៀតគឺព្រះបាទភិតប្រមាណដែលសោយរាជ្យពីឆ្នាំ349-361គូសរាជធានីរបស់ព្រះអង្គគឺជាបន្ទាយរបស់ស៊ីមហាបុរៈឬទីក្រុងតោដែលឥឡូវហៅថាត្រាគៀវព្រះបាទប្រមាណបានកសាងប្រាសាទជាច្រើនច្បាំងឈ្នះគូប្រជែងគ្រប់គ្រងបានល្អហើយនៅឆ្នាំចុងក្រោយរបស់ព្រះអង្គបានដាក់រាជ្យហើយចំណាយពេលថ្ងៃចុងក្រោយរបស់គាត់នៅប្រទេសឥណ្ឌានៅលើច្រាំងទន្លេគៀចម្ប៉ាប្រវត្តិសាស្ត្រត្រូវបានបែងចែកជា5តំបន់ឥន្ទ្របុរៈដងដឿងបច្ចុប្បន្នបម្រើជាមជ្ឈមណ្ឌលសាសនានេនកូ Amaravati គឺជាខេត្តខងណាមនាពេលបច្ចុប្បន្ន Vijaya ឥឡូវនេះគឺ Chaban Kothara គឺជាងាត្រេងទំនើប Phaneranga ត្រូវបានគេស្គាល់ថាជា Phan Phaneranga គឺជាទឹកដីចាមចុងក្រោយបង្អស់ដែលត្រូវបានសញ្ជ័យដោយចិនវៀតណាមមានមនុស្សតិចណាស់ដែលដឹងថា Christopher Columbus ក្នុងការធ្វើដំណើរលើកទី4និងចុងក្រោយរបស់គាត់បានព្យាយាមទៅដល់ព្រះរាជាណាចក្រចម្ប៉ាហើយពិតជាជឿថាគាត់បានទៅដល់ប្រទេសវៀតណាមលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099 639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់នៅសម័យបុរាណផ្លូវពាណិជ្ជកម្មដែលពាក់ល្អបានភ្ជាប់អឺរ៉ុបជាមួយឥណ្ឌានិងតំបន់ទាំងមូលនៃអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ហើយអស់ជាច្រើនសតវត្សមកហើយទ្រព្យសម្បត្តិនិងប្រាជ្ញារបស់ប្រទេសឥណ្ឌាបានហូរទៅកាន់ទីផ្សារនិងស្ថាប័ននានានៃពិភពលោកទោះយ៉ាងណាក៏ដោយនៅសតវត្សឆ្នាំ1400អធិរភាពនយោបាយបានរំខានដល់ទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ជាមួយឥណ្ឌានិងលោកខាងលិចទីក្រុង Columbus ត្រូវបានគេជឿជាក់ថាដោយជិះទូកទៅទិសខាងលិចពីប្រទេសអេស្ប៉ាញគាត់អាចធ្វើរង្វង់ជុំវិញពិភពលោកដែលជាគំនិតចំអកដោយជនជាតិអឺរ៉ុបភាគច្រើនដែលនៅតែជឿថាផែនដីមានរាងសំប៉ែតហើយដូច្នេះស្វែងរកផ្លូវពាណិជ្ជកម្មថ្មីនិងបង្កើតឡើងវិញនៅទំនាក់ទំនងដែលបាត់បង់ជាយូរមកហើយទៅនឹងទ្រព្យសម្បត្តិនៃបូព្រា
លោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ0996397និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ផ្លូវដែលគ្រោងទុករបស់គាត់នឹងនាំគាត់ទៅភាគខាងត្បូងតាមឆ្នេរសមុទ្រវៀតណាមកាត់ Cape of Kathiawar និងបន្តទៅម៉ាឡាកាគាត់ជឿថានេះជាផ្លូវដែល Marco Polo បានដើរតាមពីប្រទេសចិនទៅឥណ្ឌាក្នុងឆ្នាំ1292ទៅដល់ Carey នៅលើឆ្នេរសមុទ្រនៃប្រទេស Costa Rica គាត់គិតថាគាត់បានរកឃើញប្រទេសវៀតណាមហើយនៅជិតគោលដៅដែលចង់បានរបស់គាត់គឺអណ្ដូងរ៉ែមាសដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រចម្ប៉ាជាសំណាងល្អសម្រាប់វៀតណាមគាត់ច្រឡំនគរហិណ្ឌូមួយទៀតគឺ Phonon ដែលបានរីកចម្រើននៅចន្លោះសតវត្សទី1និងទី6នៃសេរីធានីនោះគឺភូមិអូកែវពេលរុករកផ្លូវសមុទ្រទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ250ក៏សបេសកជនចិនពីររូបគឺ Kang Dae និង Xiu Ying បានពណ៌នាហ្វូនថាមានប្រព័ន្ធពន្ធដារផ្ទាល់ខ្លួនគ្រប់គ្រងដោយស្ដេចក្នុងវាំងដែលមានកំពែងគូសាស្ត្រាចារ្យ Louis Moullevett បានរកឃើញផាសតាងជាច្រើននៃពាណិជ្ជកម្មសមុទ្រដ៏សំខាន់រវាងអុកយ៉ូ Persia និងរ៉ូមសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ